ជាវិសុលកោខ្ញុំបានឈ្មោះចេញនេះហេមកពីក្រុម AV7 ហើយថ្ងៃនេះគឺយើងមកធ្វើការ install Windows Server អញ្ចឹងជាដំបូងគឺយើងត្រូវមានកម្មវិធីចំនួន2គឺទាក់ទងនឹង Oracle Visual Box ជាមួយនឹង Windows Server ISO file អញ្ចឹងគឺយើងត្រូវ download install Visual Box តាមរយៈ link នេះគឺក៏យើងអាច search ទៅតាម website Visual Box នេះចំណុចនេះគឺយើងអាច download បានហើយខ្ញុំធ្វើការ download ហើយអញ្ចឹងខ្ញុំអត់ចាំបាច់ download ទៀតទេហើយមួយទៀតគឺទាក់ទងនឹងYouTube server នេះគឺយើងចូលតាម link នេះមកនេះក៏យើងអាច search YouTube server ក៏បានដែរហើយខ្ញុំក៏បានធ្វើការ download ហើយនេះគ្នាអញ្ចឹងខ្ញុំទៅធ្វើការទៅឡើងជាមួយនឹង Visual Box ហើយខ្ញុំធ្វើការ download វាមកទុកនៅក្នុង drive នេះជាមួយនឹង folder ឈ្មោះ Linux ហើយតែមកចូលដាក់ផងក្នុង download យើងមានជា YouTube application នេះ Visual Box អញ្ចឹងខ្ញុំធ្វើការបើកវាមកខាងនេះគឺយើងដាច់ហើយយើង accept មកហើយយើងបាច់ឆែកត្រៃទេដាច់ទៅ yes ចឹងយើងធ្វើការ install Visual Box ចឹងតទៅវាដល់ពេញហើយយើងធ្វើការ finish ចឹងដល់ថ្ងៃនេះគឺយើងអាចទទួលបាននៅកម្មវិធី Oracle Visual Box ហើយគឺយើងចូលមកកាន់ new ហើយដាក់ឈ្មោះថា Jane នេះគឺជាទីតាំងអញ្ចឹងយើងធ្វើការដាក់ទីតាំងវានៅក្នុង drive D Linux តមកគឺអានេះយើងអត់បាញ់ដាក់ទេចាំដាក់តាមក្រោយទៅហើយយើង install វាជា Linux Oracle Linux ហើយតមកគឺអានេះដូចជា set username password អីនេះដូចជាបាច់ទេចូលបើកនេះវិញតែតងការ set up វាគឺយើងយក40 96ទៅគ្រូហើយនេះគឺខ្ញុំយកពីគ្រីម៉ាហើយ HD គឺខ្ញុំដាក់200យ៉ាVisual Box DCMA ចឹងតទៅយើងទៅលើ HD ហើយគឺអាច finish បានបន្ទាប់មកកន្លែងនេះគឺយើងធ្វើការ start with GUI វានឹង load ឲ្យយើង browser file Ubuntu ISO របស់យើងចាំតិចមកនេះចឹងគឺ browser វាជានៅក្នុង download Windows Server ចឹងឡើយនេះគឺយើង install Windows Server ថាក្នុងថ្ងៃនេះគឺវា load connecting ហើយនឹងឲ្យយើងជ្រើសរើសភាសាចឹងខ្ញុំយក English ថាមកហើយកន្លែងនេះគឺវា tip ទៅលើ Ubuntu Server ចឹងបានទៀត network connection បានទៀត proxy នេះយើងអត់ដាក់អីទេចឹងខ្ញុំចាំវា
data location reading package list ចឹងកន្លែងយើងបានទៀតហើយតមកគឺយើងដក tick ទៅលើ set up this ហើយឲ្យវាអង្គុយចឹងយើងទុកតែ use internet this នេះបានចឹងមកដល់កន្លែងនេះគឺយើងយក configuration នេះហើយយើងដានមកដានទៀត continue dashboard ចឹងនេះskip now ចាចាំយើង continue បានចំពោះទៅមកកន្លែងនេះគឺយើងធ្វើការ install sh ហើយយើងដល់ខ្ញុំឆ្លងដាក់ tick ទៅលើ install ចឹងគឺលេខទៅវិញហើយដាក់ tick ចេញវិញទៅមកខ្ញុំដែរឥឡូវនេះគឺយើងអត់មាន tick អីដែរគឺយើង arrow key មកកុំមកដល់នេះធ្វើមកយើងចាំវាចឹងមកដល់ឡើយនេះគឺវា fail ចឹងយើងធ្វើការ enter ដើម្បីឲ្យវាទៅ reboot restore មកម្ដងទៀតជុំដល់ឡើយនេះគឺយើងធ្វើការបញ្ចូលនៅ username ក៏ដូចជា password ដែលយើងបាន send មុនហ្នឹងយើងធ្វើការអ្វីនៅ comment មួយចំនួនដើម្បីបង្កើតនៅ Ubuntu server នេះចឹងគឺយើងធ្វើការ sudo shutdown now ដើម្បីបិទនៅម៉ាស៊ីនហើយវីដេអូការ install Ubuntu server គឺបានបញ្ចប់